ជីវិតយើងជាកូនអ្នកស្រែជាកូនអ្នកក្រជាកូនអ្នកលំបាកជាកូនអ្នកកសិករអត់មានខ្សែអត់មានខ្នងយើងមិនអាចរៀនលេងមិនអាចធ្វើការលេងមិនអាចរកស៊ីលេងបានទេមានតែពាក្យថាស៊ូខំពុះពៀស្មោះត្រង់មានគុណធម៌គឺជាពាក្យដែលត្រូវតែដាំជាប់នៅក្នុងខួរក្បាលរបស់យើងជាប្រចាំនៅក្នុងជីវិតរបស់យើងក្នុងនាមជាអ្នកលំបាកជាអ្នកក្រនេះមានតែសមត្ថភាពទេទើបអាចជួយឲ្យយើងថ្កុំថ្កើងរុងរឿងឬមានឱកាសជាងអ្នកដទៃបើសិនជាយើងក្រហើយលំបាកហើយយើងអត់មានខ្សែរយៈហើយតែយើងមិនខំទៅទៀតយើងមិនស៊ូទៅទៀតសំណួរសួរថាតើយើងមានឱកាសដែរឬទេចម្លើយយើងមិនមានទេដូច្នេះហើយបងប្អូនទាំងអស់គ្នាខិតខំប្រឹងប្រែងក្នុងការរៀនសូត្រពុះពៀគ្រប់ឧបសគ្គសូមមានការតស៊ូជីវិតយើងវាលំបាកហើយប៉ុន្តែបើសិនជាយើងមិនខំមិនស៊ូទេថ្ងៃទៅមុខយើងរឹតតែលំបាក